បាទសួស្តីបងប្អូនយើងបន្តដំណើរទៅមុខទៀតរឿងនេះជារឿងដែលយើងទាំងអស់គ្នាត្រូវនាំគ្នាមកគិតយ៉ាងណាបាទពីមើលចាប់ដើមមានបងប្អូនកម្មករកម្មការិនីគាត់ធ្វើការនៅភ្នំពេញគាត់ធ្វើការនៅខេត្តកណ្ដាលបាទគាត់ឡើងទៅហើយចាប់ដើមហើយណាចាំដើមមានដំណើរទៅបាទនៅផ្លូវអស់នេះគឺជាផ្លូវកោងនៅតំបន់នេះបាទហើយយើងមើលបងប្អូនខ្លះគាត់បើកបរគាត់មានប្រុងប្រយ័ត្នតែបងប្អូនខ្លះគាត់មិនប្រុងប្រយ័ត្នទេបាទគាត់ទឹកបញ្ញាប់មិនយ៉ាងទឹកបញ្ញាប់គាត់ទៅឲ្យដល់គោលដៅបាទបងប្អូនមើលភ្លើងម៉ូតូគាត់បាទភ្លើងមុខតែអត់ភ្លើងក្រោយបាទពេលអត់ភ្លើងក្រោយអញ្ចឹងបាទដំណើរងឹតជាងហ្នឹងណាភ្លើងម៉ូតូមើលអត់ឃើញទេបាទដូចនិយាយរួមទៅនេះទឹកផាសស្អាប់នេះបើកដមីហ្នឹងមើលអត់ចង់ឃើញទេបងប្អូនបាទព្រោះអីវាចាំងអាភ្លើងសពីខាងក្រោយភ្លើងរថយន្តឥឡូវនេះសនេះមើលមិនឃើញភ្លើងម៉ូតូឬក៏រថយន្តនៅពីខាងមុខទេអាពុកលឿងនេះពេលខ្លះយើងមើលអត់ឃើញទេដោយសារអីអាសហ្នឹងវាជះមកបាទកន្លែងហ្នឹងមូលហេតុហ្នឹងដែលអ្នកផលិតគេផលិតពូសភ្លើងសវិញតែពេលម៉ូតូសេរីចាស់មើលមិនឃើញទេដងផ្លូវជិះទៅពេលយប់វិញមើលអត់ឃើញចាំងពន្លឺសដោយសារហេតុអីបានអញ្ចឹងដោយសារតែអត្រារថយន្តច្រើនឥឡូវនេះរថយន្តក៏ច្រើនម៉ូតូក៏ច្រើនបាទម៉ូតូដែលមានភ្លើងពណ៌សហ្នឹងក៏ច្រើនដែរដល់ពេលអញ្ចឹងទៅអ្នកភ្លើងលឿងបាទបងប្អូនមើលកណវ៉ាម៉ូតូមួយមកជាងផ្លូវមកផ្លូវមកខាងទៀតហើយបើកបរអញ្ចឹងបើខ្ញុំលឿនដែរគិតរួចបាទគ្រោះថ្នាក់វិញអញ្ចឹងហើយនេះมันបន្ទោសខាងរថយន្តពេលខ្លះក៏គាត់ខ្លាចអ្នកខ្លះគាត់វ៉ាម៉ូតូគាត់វ៉ាឡើងផុតដូចប្រហែលវ៉ាឡានដោយសារគាត់ខ្លាចម៉ូតូហ្នឹងមកប៉ះរថយន្តគាត់តាមពិតយើងមានការប៉ាន់ស្មានណាបាទយើងមានការប៉ាន់ស្មានប៉ុន្តែអាប៉ាន់ស្មានខ្លះក៏វាមិនត្រូវដែរដោយសារអីម៉ូតូដូចមិញយើងឃើញមកលេងចំហៀងផ្លូវឲ្យយើងវាពិបាកកិច្ចបាទcáiតំបន់ហ្នឹងជាតំបន់រោងចក្រអញ្ចឹងអ្នកបើកបរលឿនមិនបានទេកន្លែងហ្នឹងនៅមុខទៅអញ្ចឹងវាបានលឿនខ្លះបាទតែពេលមកវិញគឺសុទ្ធតែបងប្អូនយើងកម្មករកម្មការិនីហើយរថយន្តណាបើកលឿនហ្នឹងសុទ្ធតែមានបញ្ហាហើយយើងចេះយោគយល់គ្នាតែយើងចេះយោគយល់គ្នាទៅយើងចេះមានបញ្ហាទេបាទតំបន់ហ្នឹងទៅនេះចាប់ដើមអ្នករោងចក្រចេញអ្នករោងចក្រចេញយើងអ្នកបើកបររថយន្តបើកបរអីហ្នឹងត្រូវមានការប្រុងប្រយ័ត្នបាទខ្ញុំរងថ្ងៃខ្ញុំមិនហ៊ានបើកលឿនខ្លាំងទេរថយន្តបើកអស់ហើយក៏ស្ទប់ប៉ែតតំបន់វាលភាសាអីខ្ញុំធ្វើការពីកន្លែងអញ្ចឹងយើងបញ្ញាប់ទៅឲ្យតាន់មកកន្លែងទៀតបាទតែកងទ័ពភាគច្រើនតែកងទ័ពប៉ែតទេបាទដូចតំបន់នេះអីហ្នឹងរោងចក្រចាប់ដើមកើតទៀតហើយកើតច្រើនណាស់តកែវយើងនេះអញ្ចឹងអ្នកបើកបរត្រូវតែប្រយ័ត្ន
ដូច pass up មកអញ្ចឹងភ្លើងចាំងទៅក្រោយអញ្ចឹងហើយភ្លើងកត់តូចអញ្ចឹងមើលអត់ឃើញទេបងប្អូនវាមែនណាអញ្ចឹងគ្រោះថ្នាក់តែកើតឡើងទាំងអំបាន